ខ្ញុំកណាសូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបព័ត៌មានសំខាន់ពីរដែលកើតឡើងកាលពីយប់មិញហើយនិងព្រឹកនេះពាក់ព័ន្ធទៅនឹងសកម្មភាពការងារក៏ដូចជាសាររបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាព័ត៌មានទី1សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក Donald J. Trump ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកកិច្ចប្រជុំនេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាពស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលត្រូវបានអនុម័តកាលពីថ្ងៃ17ខែវិច្ឆិកាឆ្នាំ2025ក្នុងគោលដៅជំរុញសន្តិភាពនិងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សាជាមួយគ្នានេះដែរមេដឹកនាំដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងក្នុងពិភពលោកក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានី Washington សម្ដេចធិបតីនាយករដ្ឋមន្ត្រីនឹងជួបទ្វេភាគីជាមួយអិសរាជជនសហរដ្ឋអាមេរិកនិងមេដឹកនាំនៃបណ្ដាប្រទេសមួយចំនួនទៀតដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏មានគម្រោងធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុបរួមទាំងទីក្រុងហ្សឺណែវនិងទីក្រុងព្រុចសែលដោយគ្រោងនឹងមានជំនួបជាមួយនឹងថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធសំខាន់ដើម្បីបង្កើនភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀតព័ត៌មានទី2ដែលខ្ញុំសូមចែករំលែកជូនបងប្អូនជនរួមជាតិជ្រាបដែរគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីលោកបានចេញសារមួយតាមទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោកកាលពីយប់មិញបាទពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនជាពិសេសគឺបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញឬហៅថា online scam អនុញ្ញាតឲ្យខ្ញុំអានសារទាំងស្រុងរបស់សម្ដេចធិបតីដូចតទៅខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តមលីជេមយុងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េស្ដីអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សារជាថ្មីអំពីការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការប្រយុទ្ធប្រឆាំងនិងបង្ក្រាបអក្រិតកម្មឆ្លងដែនគ្រប់ទម្រង់រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការជួញដូរមនុស្សនិងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀតដែលគំរាមកំហែងដល់សន្តិសុខសង្គមក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋអក្រិតកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដែលប្រទេសណាមួយត្រូវប្រឈមមុខនឹងអាចដោះស្រាយតែម្នាក់ឯងបាននោះទេដូច្នេះដើម្បីដោះស្រាយបញ្ហាការគំរាមកំហែងនេះតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ជាក់ស្ដែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េខ្ញុំសូមកោតសរសើរផងដែរចំពោះក្រុមការងាររួមគ្នាកម្ពុជាសាធារណរដ្ឋកូរ៉េដែលទទួលបានលទ្ធផលដ៏គួរឲ្យកត់សម្គាល់ក្នុងការទប់ស្កាត់បង្ក្រាបនិងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអក្រិតកម្មឆ្លងដែនជាពិសេសអក្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយសង្ឃឹមថាក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រចង់បន្ថែមទៀតដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងអក្រិតកម្មឆ្លងដែននានានេះគឺជាខ្លឹមសារទាំងស្រុងនៃសាររបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ប្រជាពលរដ្ឋក៏ដូចជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េសម្ដេច Royal Highness Excellency ladies and gentlemen good morning today the spokesperson for the Royal Government of Cambodia would like to share with you two important events
as follows. First, សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត Prime Minister of the Kingdom of Cambodia will lead a high-level delegation to attend the inaugural meeting of the Board of Peace to be held on 19 February 2026 at the Donald J. Trump U.S. Institute of Peace in Washington, D.C., United States. The meeting will mark the formal commencement of the board mandates in accordance with the resolution of the United Nations Security Council adopted on 17 November 2025, which aims to promote peace and advance effort toward the reconstruction in Gaza. In addition, the participating leaders are expected to engage in broad discussion on regional and global peace, stability, and development. During his stay in Washington, D.C., the Prime Minister will hold a bilateral meeting with some U.S. dignitaries and leaders of the other countries to exchange views on strengthening bilateral relations and expanding cooperation across various sectors. He also plans to undertake a working visit to Europe, including Geneva and Brussels, where he will meet with prominent leaders and key stakeholders to further enhance partnership and collaboration. Second information. Allow me to read the message of Samdech Thippadej Hun Manet, Prime Minister of Kingdom of Cambodia, posted last night in his account Facebook as follows. I warmly welcome the message of President of Lee Jae-myung of the Republic of Korea, highlighting the close and effective cooperation between our two governments in combating transnational crimes, in particularly online scam. The Royal Government of Cambodia reaffirmed its unwavering commitment of fighting, suppressing, and eradicating all forms of transnational crimes, including online scams and other cyber-enabled offenses that poses threat to the security of society and safety of the people. Transnational crimes, including online scams, are complex and borderless challenges that no single country can effectively address alone. Addressing this threat requires enhanced regional and international cooperation, as clearly demonstrated by the close cooperation and joint effort between Cambodia and the Republic of Korea. I also commend the Cambodia-Korea Joint Task Force for its significant achievement in preventing, suppressing, and combating online scams. We express our strong confidence that the Joint Task Force will continue to deliver concrete and impactful results toward the complete eradication of this crime and other forms of transnational crimes. Thank you for your kind attention. បាទកម្មវិធីរបស់យើងបានដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ